របៀបប្រើប្រាស់សេវាវេបខ្ចប់ទំនិញបញ្ចូលគ្នាក្នុង app CE Express.cn ជាដំបូងចុចទៅកាន់ app Taobao ចុចប៊ូតុង My Taobao ចុចលើរូបសញ្ញារថយន្តចំណាំទំនិញដែលកំពុងដឹកជញ្ជូនពីហាងនៅប្រទេសចិនហើយបន្តមកដល់ឃ្លាំង CE នៅប្រទេសចិនទេនៅបង្ហាញនៅក្នុងរូបសញ្ញារថយន្តនេះសូមជ្រើសរើសកញ្ចប់ទំនិញដែលអ្នកចង់បញ្ចូលជាមួយគ្នាបន្ទាប់មកចុច copy ចូលទៅកាន់ app CE Express.cn ចុចលើបំពេញលេខកូដទំនិញជ្រើសរើសចិនកម្ពុជា logo បន្ទាប់មកផាសលេខកូដកញ្ចប់ទំនិញដែលអ្នកបាន copy ពី Taobao បំពេញឈ្មោះទំនិញនិងតម្លៃទំនិញចំណាំសូមបំពេញព័ត៌មានទំនិញឲ្យបានត្រឹមត្រូវនិងជាក់ស្ដែងបន្ទាប់មកចុចប៊ូតុង Add ចូលទៅកាន់ Taobao App ម្ដងទៀតបន្ត copy លេខកូដកញ្ចប់ទំនិញផ្សេងទៀតពីហាងផ្សេងទៀតដែលលោកអ្នកចង់បញ្ចូលជាមួយគ្នាចុចទៅលើការដឹកជញ្ជូនបញ្ចូលគ្នាប្រសិនបើអ្នកកំពុងរងចាំកញ្ចប់ទំនិញផ្សេងទៀតដើម្បីបញ្ចូលជាមួយគ្នាសូមចុចពេលក្រោយកញ្ចប់ទំនិញរបស់អ្នកនឹងត្រូវបានផ្ទេរចេញដោយស្វ័យប្រវត្តិបន្ទាប់ពីចូលឃ្លាំង3ថ្ងៃចុចយល់ព្រមត្រឡប់មកទំព័រដើមចុចប៊ូតុងបញ្ចូលកញ្ចប់ឲ្យបានបញ្ចូលគ្នាចុចយល់ព្រមជ្រើសរើសកញ្ចប់ទំនិញដែលអ្នកចង់បញ្ចូលជាមួយគ្នាចុចប៊ូតុងជំហានបន្ទាប់ចុចប៊ូតុងយល់ព្រមត្រឡប់មកទំព័រដើមរួចធ្វើការ refresh ចុចទៅលើកំប៉ុងវេចខ្ចប់ចុចប្រមូលនិងលោកអ្នកនឹងឃើញព័ត៌មាននៃកញ្ចប់អីវ៉ាន់ដែលអ្នកបានធ្វើការស្នើសុំវេចខ្ចប់